Yeah, so everybody's recovering okay. Not too many big problems from the Lion City game. Yeah, obviously it's not a lot of time between the games, but it is what it is. So yeah, we've got a big squad of players that are ready to play, and we're going to use them. សម្រាប់ការរៀបចំក្រុមរបស់យើងគឺកីឡាករមួយចំនួនគឺគាត់បាន recovery បានយ៉ាងល្អហើយបន្ទាប់ពីការប្រកួតជាមួយទៅនឹង Lion City មកគឺកីឡាករក្រុមរបស់យើងដូចជាអត់មានបញ្ហាធំដុំទេហើយជាក់ស្ដែងនៅក្នុងការប្រកួតនេះគឺយើងមានពេលខ្លីនៅក្នុងការរៀបចំប៉ុន្តែអានេះគឺជាអ្វីដែលយើងមាននៅក្នុងពេលបច្ចុប្បន្ននេះដែលត្រូវការប្រកួតអញ្ចឹងគឺយើងមានក្រុមមួយដ៏ធំអញ្ចឹងយើងនឹងជ្រើសរើសកីឡាករដែលត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃស្អែក Yeah, I think they play good. I think look for ISI. I think they're the biggest surprise in the league for me, in terms of the fact that they're bottom of the table. But I don't think they play. They play like a bottom of the table team. You can see in lots of the data in terms of the amount of chances they create, the amount they concede, the amount of ball possession they have, how intense they press. They're in the top 4 or 5 in all of those categories in the league, and normally that should produce points and wins, which they haven't got. So I think it's going to be a tough game. I think they have a good structure, they have a good idea of how they want to play, and they have some dangerous players that we will have to control in all moments. And yeah, we're expecting a tough game. សម្រាប់ការយល់ឃើញអំពីក្រុម ISI គឺជាក្រុមមួយដែលអាចថាជាក្រុមដែល surprise សម្រាប់គាត់ដែរយើងឃើញពិន្ទុបច្ចុប្បន្ននេះគឺគេនៅបាតតារាងប៉ុន្តែបើយើងមើលតាមទិន្នន័យនៃការប្រកួតកន្លងមកតាមរយៈនៃការបង្កើតឱកាសក៏ដូចជាអ្វីផ្សេងៗគឺគួរតែគាត់ទទួលបានច្រើនជាងហ្នឹងយ៉ាងហោចណាស់ក៏គាត់អាចថាលេខ4លេខ5នៅក្នុងលីករបស់យើងហើយនៅក្នុងនឹងដែរក្រុមរបស់គេទាំងមូលគឺមានការរៀបចំបានល្អ structure របស់គេល្អហើយគុណភាពកីឡាករមួយចំនួនក៏ល្អយើងរំពឹងថាការប្រកួតនេះគឺជាការប្រកួតមួយដ៏តានតឹងសម្រាប់យើង Oh, look, I think you see even the big clubs in Europe that have busy schedules in February. I think it comes from it comes from long international breaks before Christmas, before December, and then they have to fit the games in summer. So I understand that. That doesn't help us really. It's going to be a very, very busy month. We're going to need all of the players. We need to try and keep people fit, so we have to do some rotation in the team. Yeah, it's going to be a challenging month, but we're looking forward to it. I think if you ask any of the players, you want to play games or you want to train, they always want to play games. So no, it's going to be tough, and we know that, but we're ready for the challenge. សម្រាប់យើងដឹងហើយជាក់ស្ដែងនៅក្នុងខែនេះគឺយើងមាន7ទៅ8ប្រកួតអញ្ចឹងទាំងអស់ហ្នឹងគឺវាមិនជាលទ្ធផលល្អសម្រាប់យើងណាស់ណាទេហើយក៏មិនអាចជួយយើងច្រើនដែរព្រោះដោយសារមានការប្រកួតច្រើនហើយគាត់ទទួលស្គាល់បាននៅយុរ៉ុបវិញគឺដោយសារតែមុនហ្នឹងគឺមុនគ្រីស្មាស់ហ្នឹងគឺមាន FIFA Day អញ្ចឹងទើបគេលើកការប្រកួតមួយចំនួនហ្នឹងមកលេងនៅក្នុងកំឡុងខែហ្នឹងហើយយើងបើសិនជាយើងសួរទៅកាន់កីឡាករប្រកាសជាចង់លេងការប្រកួតជាជាងការបង្ហាញអីចឹងយើងក៏ព្យាយាមត្រៀមទៅលើរឿងអស់ហ្នឹងដែរបើនិយាយស្មោះត្រង់ទៅអារម្មណ៍ពេលហ្នឹងគឺយើងអាចបរិយាយបានដោយសារវាជាក្នុងវាជាការរកគ្រាប់បាល់ដំបងរបស់ខ្ញុំបាននៅក្នុងអាជីពរបស់ខ្ញុំជាលេងតំណែងអ្នកចាំទីគឺវាពិបាកសម័យមើលបងដោយសារតែយើងជាអ្នកចាំទីហើយអាចរកគ្រាប់បាល់ជូនក្រុមក៏ដូចជាអ្នកគាំទ្រអញ្ចឹងអារម្មណ៍មើលហ្នឹងគឺវាពិតជាអស្ចារ្យយើងអាចបរិយាយបានសម្រាប់ខ្ញុំមានតែសំណូមពរក៏ដូចជាទៅដល់កាន់ fan សូមចូលរួមទស្សនាបានច្រើនកកនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនៅក្នុងថ្ងៃស្អែកហើយក៏ដូចជាតាមការ live ផងបានច្រើនកក Yeah, so look, we've had a good week in terms of results, and hopefully we can get the third one, and we look forward to seeing them on Saturday, and hopefully we can have a performance that makes them happy and makes them proud. សម្រាប់យើងគឺអរគុណទៅកាន់អ្នកគាំទ្រហើយជាពិសេសនៅក្នុងសប្តាហ៍នេះបើយើងតាមរយៈទៅមើលទៅលើលទ្ធផលរបស់យើងគឺយើងធ្វើឲ្យគាត់សប្បាយចិត្តច្រើនហើយសង្ឃឹមថានៅក្នុងការប្រកួតចុងសប្តាហ៍នេះគឺធ្វើឲ្យគាត់សប្បាយចិត្តមួយសារទៀត